គឺវាកើតឡើងទៅនៅកន្លែងចាស់ចាស់ដូចជាក្នុងវត្តផ្ទះដែលគេបោះបង់ឬផ្លូវដាច់ស្រយាលតែប៉ុណ្ណោះខ្ញុំមិនជឿថាវាអាចកើតឡើងជាមួយមនុស្សធម្មតាដូចខ្ញុំនោះទេតែបន្ទាប់ពីយប់ដែលកាត់ហេតុនោះខ្ញុំក៏លែងហ៊ានប្រាប់អ្នកណាថាខ្មោចមិនមានទៀតនោះដែរព្រោះអ្វីដែលខ្ញុំបានជួបមិនមែនគួរឲ្យខ្លាចតែពេលកាត់ហេតុប៉ុណ្ណោះទេតែវាគួរឲ្យខ្លាចត្រង់ថាខ្ញុំបានគិតថាវាបានចាក់ចេញពីខ្ញុំទៅហើយប៉ុន្តែការពិតគឺវាបានត្រឡប់មកផ្ទះជាមួយនឹងខ្ញុំរឿងនេះកើតឡើងកាលពីជាង1ឆ្នាំមុនពេលខ្ញុំនិងមិត្តស្រីខ្ញុំឈ្មោះលីណាសម្រេចចិត្តទៅលេងផ្ទះមិត្តរួមការងារម្នាក់នៅខេត្តគាត់ឈ្មោះមករាគាត់រៀននិងធ្វើការនៅភ្នំពេញជាច្រើនឆ្នាំមកហើយប៉ុន្តែឪពុកម្ដាយរបស់គាត់គឺរស់នៅស្រុកកំណើតមករាបានអញ្ជើញពួកយើងទៅនៅឯចុងសប្តាហ៍ព្រោះនៅស្រុកគាត់មានបុណ្យភូមិតូចមួយគាត់ថាបរិយាកាសក៏ល្អស្ងប់ស្ងាត់ហើយអ្វីដែលកាន់តែពិសេសនោះគឺអាហារស្រុកគាត់ឆ្ងាញ់ណាស់ខ្ញុំនិងលីណាគិតថាក៏ល្អដែរព្រោះយើងទាំងពីរធុញថប់នឹងការងារនិងការប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅទីក្រុងយើងចេញពីភ្នំពេញតាំងពីរសៀលហើយដល់ភូមិរបស់មករានៅជិតម៉ោង 7 យប់ភូមិនោះស្ងប់ស្ងាត់ណាស់ពេលយប់ដែលចូលទៅដល់ភូមិនោះឮតែសំឡេងចង្រិតនិងឆ្កែព្រុសល្វើយពីចម្ងាយព្រមទាំងមានអាកាសធាតុត្រជាក់គួរឲ្យខ្លាចផ្ទះមករាជាផ្ទះឈើចាស់ទាបមានទីធ្លាធំនៅខាងមុខនិងដាំស្វាយចាស់មួយនៅក្បែររបងម្ដាយរបស់មករាទទួលពួកយើងយ៉ាងល្អនិងរួសរាយណាស់គាត់ចម្អិនម្ហូបជាច្រើនហើយនិយាយថាកម្រមានភ្ញៀវមកពីភ្នំពេញណាមកលេងក្នុងភូមិនេះណាដំបូងអ្វីមើលទៅហាក់ដូចជាធម្មតារហូតដល់ពេលលីណាខ្សឹបប្រាប់ខ្ញុំថាបងខ្ញុំមិនដឹងតែហេតុអីទេតែខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះនៅក្នុងផ្ទះនេះខ្ញុំសួរថាមិនស្រួលបែបម៉េចនាងឆ្លើយតែងក់ក្បាលថាដូចជាមាននរណាម្នាក់មើលយើងខ្ញុំគិតថាប្រហែលមកពីនាងអស់កម្លាំងក្នុងការធ្វើដំណើរខ្ញុំក៏មិនបានយកចិត្តទុកដាក់ច្រើនដែរក្រោយពីបាយល្ងាចរួចយើងអង្គុយជជែកគ្នានៅក្រោមផ្ទះពេលយប់ខ្យល់ត្រជាក់ល្មមព្រឺចាំងខ្នងមករាក៏ចាប់ផ្ដើមនិយាយលេងរឿងខ្លះៗអំពីអ្នកភូមិលីណានិយាយតិចជាងធម្មតាហើយខ្ញុំសង្កេតឃើញថានាងតែងតែលួចមើលទៅដាំស្វាយជាបន្តបន្ទាប់ខ្ញុំសួរនាងថាតើនាងមើលអីនាងឆ្លើយថាខ្ញុំដូចជាឃើញមនុស្សឈរនៅក្បែរដើមស្វាយនោះខ្ញុំងាកទៅមើលតែគ្មានឃើញអ្វីទេមានតែស្រមោលមេឃស្វាយនិងភាពងងឹតមករាសើចនិយាយបែបចំអន់ថាអូហូកុំប្រាប់ថាអ្នកភ្នំពេញខ្លាចខ្មោចស្រុកស្រែណាម្ដាយមករាដែលកំពុងរៀបចាននៅជិតនោះស្រាប់តែស្ងៀមមួយរំពេចគាត់មិនសើចតាមទេតែគ្រាន់តែនិយាយថាយប់ជ្រៅកុំដើរចេញទៅក្រៅផ្ទះឲ្យសោះទឹកមុខគាត់ពេលនិយាយប្រយោគនោះមិនដូចមនុស្សកំពុងនិយាយលេងទេខ្ញុំចាប់ផ្ដើមចម្លែកចិត្តបន្តិចប៉ុន្តែមិនទាន់គិតវែងឆ្ងាយនោះទេយប់នោះខ្ញុំនិងលីណាដេកក្នុងបន្ទប់ទទួលភ្ញៀវមួយនៅជាន់លើបន្ទប់នោះមើលទៅធម្មតាគឺមានតែគ្រែឈើបង្អួច2និងទូខោអាវចាស់មួយប៉ុណ្ណោះចំណែកមករាដេកបន្ទប់ក្បែរនោះដែរម៉ោងប្រហែលជិត12យប់ខ្ញុំត្រូវភ្ញាក់ព្រោះឮសំឡេងបង្អួចបោកយ៉ាងខ្លាំងដូចជាមានខ្យល់បក់តែពេលខ្ញុំបើកភ្នែកខ្ញុំឃើញលីណាកំពុងអង្គុយសង្កត់នៅលើគ្រែហាក់ដូចជាភ័យខ្លាចនឹងអ្វីមួយនាងមើលទៅបង្អួចដែលទឹកមុខស្រិចស្លាំងខ្ញុំសួរថាលីណាកើតអីហ្នឹងនាងនិយាយសំឡេងខ្សៅថាមានស្ត្រីម្នាក់ឈរខាងក្រៅខ្ញុំក៏ស្ទុះងើបទៅមើលតែខាងក្រៅមានតែទីធ្លាងងឹតនិងដើមស្វាយគ្មានស្ត្រីណាម្នាក់ឡើយខ្ញុំនិយាយថានាងប្រហែលយល់ច្រឡំឬក៏ប្រើភ្នែកទៅដឹងប៉ុន្តែក្នុងគណៈនោះឯងមានសំឡេងគោះបង្អួច3ដងខ្លាំងខ្ញុំនិងលីណាមើលមុខគ្នាសំឡេងនោះមិនដូចមេឈើប៉ះនឹងបង្អួចទេវាហាក់ដូចជាដៃមនុស្សកំពុងគោះលើកញ្ចក់បង្អួច
ខ្ញុំមិនហ៊ានបើកបង្អួចទេយើងអង្គុយស្ងៀមទាំងភ័យខ្លាចនិងនៅស្ដាប់សំឡេងនោះបន្ទាប់ពីមួយសន្ទុះក្រោយមកសំឡេងនោះក៏បាត់ទៅវិញលីណាខ្សឹបថាបងនាងនៅតែឈរនៅក្រោមដើមស្វាយនោះខ្ញុំក៏អើតទៅមើលម្ដងទៀតប៉ុន្តែលើកនេះខ្ញុំមិនឃើញច្បាស់ទេតែខ្ញុំឃើញអ្វីមួយបែបព្រាលពណ៌សហាក់ដូចជាមនុស្សស្លៀកអាវសឈរនៅចន្លោះទីធ្លាងងឹតនឹងដើមស្វាយនោះខ្ញុំក៏បិទវាំងននភ្លាមព្រោះខ្លាចគេងាកមកមើលព្រឹកឡើងខ្ញុំសួរមករាថាមករានៅផ្ទះឯងធ្លាប់មានរឿងអ្វីចម្លែកកើតឡើងឬអត់ដំបូងមករាសាច់ដាក់ខ្ញុំដដែលតែពេលខ្ញុំនិយាយដល់ដើមស្វាយនិងសំឡេងគប់បង្អួចទឹកមុខរបស់គាត់ស្រាប់តែប្រែទៅជាកៀងមួយរំពេចគាត់នៅស្ងៀមបន្តិចមុននឹងនិយាយថាកាលពីមុនមានស្ត្រីម្នាក់នៅជិតផ្ទះខ្ញុំគាត់ចងកសម្រាប់ខ្លួនក្រោមដើមស្វាយនោះគ្រាន់តែឮភ្លាមខ្ញុំមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នងភ្លែតមករាបន្តថាស្ត្រីនោះឈ្មោះចន្ទធូគាត់ជាមនុស្សរស់នៅក្នុងភូមិនេះហើយធ្លាប់ភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលគាត់ស្រឡាញ់ខ្លាំងប៉ុន្តែចុងក្រោយបុរសនោះក៏ទៅរៀបការជាមួយនឹងស្រីផ្សេងមួយរយៈក្រោយមកចន្ទធូក៏ចងកសម្រាប់ខ្លួននៅក្បែរដើមស្វាយមុខផ្ទះមករាខ្ញុំសួរថាចុះហេតុអីបានជាគាត់ចងកនៅមុខផ្ទះឯងគាត់ឆ្លើយថាព្រោះកាលនោះបុរសដែលនាងស្រឡាញ់នោះជាបងប្រុសរបស់ខ្ញុំសង្ហាចិត្តភ្លាមចំណែកលីណាដែលអង្គុយជិតខ្ញុំកាន់ដៃខ្ញុំយ៉ាងខ្លាំងព្រោះនាងកំពុងតែភ័យខ្លាចម្ដាយមករាដែលកំពុងឈប់បន្លែនៅក្បែរនោះបាននិយាយបន្ថែមថ្នមថាពីមុនវាឡងតែអ្នកក្នុងផ្ទះនេះទេមិនដែលទៅប៉ះពាល់ភ្ញៀវណាឡើយថ្ងៃនោះយើងនៅតែទៅដើរលេងបន់ភូមិតាមគម្រោងដែលយើងរៀបទុកក្នុងពិធីបុណ្យមានមនុស្សច្រើនកកកសំឡេងភ្លេងឮអើងកងនិងអាកាសធាតុពេលថ្ងៃក៏ល្អព្រោះមេឃហាក់ស្រទុំខុសធម្មតាក៏ប៉ុន្តែលីណាមិនដូចមុនសោះនាងស្ងៀមស្ងាត់មិនសូវញញឹមហើយពេលខ្លះសម្លឹងទៅកន្លែងណាមួយភ្លាមហាក់ដូចជានាងបានឮសំឡេងអ្នកណាហៅខ្ញុំសួរថានាងមិនស្រួលខ្លួនឬនាងក៏ឆ្លើយថាមិនអីទេគ្រាន់តែឈឺក្បាលតិចប៉ុណ្ណោះពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញខ្ញុំនិងលីណាដើរឆ្លងកាត់តូបលក់គ្រឿងបួងសួងមួយអ៊ំចាស់លក់ធូបម្នាក់នៅក្នុងតូបនោះស្រាប់តែមើលទៅលីណារួចហៅខ្ញុំឲ្យទៅចិត្តគាត់ខ្សឹបថាក្មេងស្រីនោះកុំឲ្យនៅម្នាក់ឯងសោះយប់នេះខ្ញុំសួរថាហេតុអីគាត់មិនឆ្លើយត្រង់ទេគ្រាន់តែយកខ្សែអំបោះក្រហមតូចមួយឲ្យខ្ញុំហើយប្រាប់ថាចងឲ្យនាងត្រង់កដៃឆ្វេងមុនថ្ងៃលិចខ្ញុំមិនសូវជឿទេតែដោយសារមិនចង់ឲ្យមានរឿងខ្ញុំក៏ទិញទុកពេលខ្ញុំចង់ឲ្យលីណានាងបែរជាខឹងខ្ញុំបែបប្លែកនាងថាខ្ញុំកំពុងធ្វើឲ្យនាងមើលទៅហាក់ដូចជាមនុស្សពិសាចក្នុងចិត្តខ្ញុំគិតថាវាពិតជារឿងចម្លែកណាស់ព្រោះជាទូទៅនាងមិនមែនជាមនុស្សដែលឆាប់ខឹងបែបនេះឡើយយប់ទី2គឺជាយប់ដែលខ្ញុំចាប់ផ្ដើមដឹងថាមានអ្វីមួយមិនប្រក្រតីជាខ្លាំងយើងឡើងទៅបន្ទប់និងសម្រាកដូចធម្មតាខ្ញុំដាក់ខ្សែក្រហមនោះនៅលើតុក្បែរគ្រែទុកថាបើចាំបាច់ចាំចងលីណាមិននិយាយជាមួយខ្ញុំច្រើនទេនាងមើលទៅអស់កម្លាំងហើយភ្នែកនាងដូចជាមនុស្សមិនបានដេកប្រហែលម៉ោង1រំលងអាធ្រាត្រខ្ញុំភ្ញាក់ឡើងដោយសារគ្រែមិនឃើញលីណានៅក្បែរខ្ញុំទេខ្ញុំគិតថានាងប្រហែលជាទៅបន្ទប់ទឹកតែបន្ទាប់ពីរងចាំបន្តិចខ្ញុំឮសំឡេងទ្វារបន្ទប់ទទួលភ្ញៀវបើកបិទយឺតខ្ញុំក៏ក្រោកចេញទៅមើលក្នុងបន្ទប់ទឹកក៏មិនឃើញនាងចំណែកជាន់លើគឺស្ងាត់ខ្លាំងណាស់ចុងក្រោយខ្ញុំសម្លឹងចុះតាមបង្អួចមុខផ្ទះហើយឃើញលីណាកំពុងឈរនៅក្រោមដើមស្វាយនោះនាងឈរបែរខ្នងសក់ធ្លាក់វែងចុះក្រោមនិងឈរស្ងៀមមិនកម្រើកសោះខ្ញុំរត់ចុះក្រោមភ្លាមហៅឈ្មោះនាងប៉ុន្មានដងក៏នាងមិនឆ្លើយពេលខ្ញុំដើរជិតដល់ខ្ញុំស្រាប់តែឮនាងនិយាយបែបខ្សឹបទៅនឹងដើមស្វាយខ្ញុំស្ដាប់មិនច្បាស់ទេតែដូចឮនាងនិយាយថាខ្ញុំមកហើយខ្ញុំ
ចាប់ដៃនាងបង្វិលមកខ្ញុំឃើញថាមុខនាងស្លេកស្លាំងខ្លាំងណាស់ហើយភ្នែកនាងសម្លឹងមើលមកខ្ញុំហាក់ដូចជាមិនដែលស្គាល់គ្នាសោះពី3វិនាទីក្រោយមកនាងក៏ដួលសន្លប់ក្នុងដៃខ្ញុំយប់នោះគ្រួសារមករាភ្ញាក់ទាំងកណ្ដាលយប់គ្រប់គ្នាម្ដាយមករាយកទឹកមកជូតមុខឲ្យលីណាហើយមាត់គាត់ហាក់ដូចជាកំពុងសូត្រអ្វីមួយពេលលីណាភ្ញាក់ឡើងនាងមិនចាំអ្វីនោះទេនាងថានាងដេកលក់ធម្មតាហើយមិនដឹងហេតុអីបានជាខ្លួនឯងនៅក្រោមដើមស្វាយនោះទេមករាបាននិយាយថាព្រឹកស្អែកយើងគួរត្រឡប់ទៅភ្នំពេញវិញគាត់និយាយដោយមុខមាំហើយខ្ញុំមើលដឹងថាគាត់ដូចជាកំពុងលាក់បាំងអ្វីមួយខ្ញុំអត់ទ្រាំមិនបានក៏សួរគាត់ត្រង់ថាតើច័ន្ទធូធ្លាប់លងមនុស្សយ៉ាងម៉េចខ្លះមករាមិនបានឆ្លើយភ្លាមនោះទេប៉ុន្តែចុងក្រោយគាត់និយាយថាគេថានាងមិនលងអ្នកណានោះទេនាងរកតែអ្នកមកជំនួសនាងប៉ុណ្ណោះខ្ញុំសួរថាយកជំនួសតើវាមានន័យយ៉ាងណាម្ដាយមករាស្រែកកាត់ភ្លាមថាកុំនិយាយបន្តអីក្នុងពេលនោះបរិយាកាសក្នុងផ្ទះកាន់តែស្ងាត់យប់នោះខ្ញុំមិនបានចម្លើយបន្ថែមទេតែចាប់ពីម៉ោងនោះទៅខ្ញុំគិតតែរឿងមួយប៉ុណ្ណោះគឺខ្ញុំត្រូវនាំលីណាចេញពីទីនោះឲ្យបានឆាប់បំផុតព្រឹកឡើងយើងរៀបចំត្រឡប់ទៅភ្នំពេញវិញលីណាមើលទៅធម្មតាវិញហើយតែប្លែកត្រង់ថានាងចង់ត្រឡប់ទៅភ្នំពេញវិញយ៉ាងខ្លាំងទាំងតែពីមុននាងជាអ្នកទទូចអង្វរចង់នៅទីនេះឲ្យបានយូរប៉ុណ្ណោះពេលឡើងឡានម្ដាយមករាដើរមកហើយហុចកញ្ចប់តូចមួយឲ្យខ្ញុំគាត់ប្រាប់ថាកុំបើកកញ្ចប់នេះលុះត្រាតែរឿងមិនល្អកើតឡើងខ្ញុំយកទុកដោយមិនសួរបន្តពេលឡើងឡានផុតពីផ្ទះមករាខ្ញុំមើលទៅកញ្ចក់ក្រោយហើយឃើញដើមស្វាយនោះពីចម្ងាយតែខ្ញុំស្បត់ថាមានស្រមោលសមួយឈរនៅក្រោមដើមស្វាយវាកំពុងមើលតាមឡានយើងតាមផ្លូវត្រឡប់មកភ្នំពេញវិញគឺគ្មានរឿងអ្វីនោះទេខ្ញុំចាប់ផ្ដើមស្ងប់ចិត្តបន្តិចខ្ញុំគិតថាប្រហែលជាការចាក់ចេញពីភូមិនោះគឺលែងមានរឿងអ្វីកើតឡើងទៀតហើយក៏ប៉ុន្តែខ្ញុំគិតខុសយប់ដំបូងដែលត្រឡប់មកដល់បន្ទប់ជួលនៅភ្នំពេញលីណាចូលដេកលឿនជាងធម្មតាខ្ញុំកំពុងងូតទឹកនៅបន្ទប់ទឹកខាងក្រៅបន្ទាប់មកពេលខ្ញុំចេញពីបន្ទប់ទឹកខ្ញុំឃើញទ្វារបន្ទប់របស់យើងបើកចំហខ្ញុំច្បាស់ណាស់ថាមុននេះបន្តិចខ្ញុំបានបិទវារួចហើយខ្ញុំចូលទៅក្នុងបន្ទប់អំពូលក៏នៅតែបើកចំណែកលីណាដេកបែរខ្នងដូចកំពុងដេកលក់តែអ្វីដែលធ្វើឲ្យខ្ញុំគាំងត្រឹមមាត់ទ្វារគឺនៅជញ្ជាំងក្បែរគ្រែមានស្នាមទឹកសើមពីលើមកក្រោមដូចជាមានមនុស្សសក់សើមឈរប៉ះជញ្ជាំងមួយសន្ទុះខ្ញុំសួរលីណាថាអូនទឹកងូតទឹកហើយមែននាងងាកមកមើលខ្ញុំហើយនិយាយតែមួយម៉ាត់ថាអូនមិនទាន់បានងូតទឹកទេសំឡេងនាងនិយាយប្រហាក់ប្រហែលជាលីណាតែមានអ្វីមួយខុសប្រក្រតីសំឡេងនោះបែបខ្សោះនិងខ្សោយជាងធម្មតាយប់នោះខ្ញុំគេងមិនលក់ទេប៉ុន្មានថ្ងៃបន្ទាប់មកអាកប្បកិរិយារបស់លីណាកាន់តែចម្លែកនាងមិនសូវញ៉ាំមិនសូវនិយាយហើយយប់ចូលចិត្តអង្គុយមើលកញ្ចក់យ៉ាងយូរខ្ញុំធ្លាប់ភ្ញាក់កណ្ដាលយប់ហើយឃើញនាងអង្គុយមុខកញ្ចក់ក្នុងបន្ទប់ទឹកថែមទាំងមិនបើកភ្លើងពេលខ្ញុំសួរថានាងធ្វើអីនាងឆ្លើយថាខ្ញុំកំពុងស្ដាប់គេនិយាយខ្ញុំសួរថាអ្នកណានាងឆ្លើយថាស្ត្រីម្នាក់ដែលឈរពីក្រោយខ្ញុំក្នុងកញ្ចក់ខ្ញុំបើកភ្លើងភ្លាមក្នុងកញ្ចក់មានតែខ្ញុំនិងនាងប៉ុណ្ណោះប៉ុន្តែលីណាបែរជាធ្វើមុខខាងខ្ញុំហើយប្រាប់ថាខ្ញុំមិនគួររំខានគេទេអ្វីដែលខ្ញុំភ័យខ្លាចជាងនេះមិនមែនត្រឹមតែអាកប្បកិរិយារបស់នាងទេក៏ប៉ុន្តែរាល់យប់ពេលខ្ញុំដេកក្បែរនាងខ្ញុំមានអារម្មណ៍ថាមានមនុស្សទី3នៅក្នុងបន្ទប់ខ្ញុំមើលមិនឃើញទេតែមានអារម្មណ៍នឹងថាមាននរណាម្នាក់នៅទីនេះដែរពេលខ្លះមានអារម្មណ៍ថាគេនៅក្បែរជ្រុងបន្ទប់ពេលខ្លះនៅក្រោយវាំងនននិងពេលខ្លះទៀតមានអារម្មណ៍ថាគេនៅចុងគ្រែច
ចំណុចដែលធ្វើឲ្យខ្ញុំដាច់ចិត្តបើកកញ្ចប់ដែលម្ដាយមករាបានឲ្យនោះគឺនៅពេលយប់មួយម៉ោង 7:03 ទីភ្លឺខ្ញុំភ្ញាក់ឡើងព្រោះឮសំឡេងនរណាម្នាក់ខ្សឹបក្បែរត្រចៀកដំបូងខ្ញុំគិតថាលីណានិយាយក្នុងយល់សប្តិតែពេលខ្ញុំបើកភ្នែកខ្ញុំឃើញលីណាដេកក្បែរខ្នងដាក់ខ្ញុំធម្មតាសំឡេងខ្សឹបនោះមកម្ដងទៀតប៉ុន្តែលើកនេះច្បាស់ជាងមុនឲ្យនាងមកជំនួសខ្ញុំស្ទុះងើបអង្គុយភ្លាមបន្ទប់ងងឹតសូន្យមានតែពន្លឺភ្លើងនិងព្រះច័ន្ទចេះចូលតាមវាំងននពណ៌សហើយនៅចុងក្រែខ្ញុំឃើញស្រមោលស្ត្រីម្នាក់សក់វែងកំពុងឈរខ្ញុំឃើញមុខនាងមិនច្បាស់ទេវាហាក់ដូចជាព្រាលតែខ្ញុំឃើញថាករបស់នាងវាខុសធម្មតាដូចមនុស្សដែលចងកហើយមានស្នាមជាប់កខ្ញុំបិទភ្នែកមួយផ្លែតហើយពេលបើកវិញស្រមោលនោះក៏បាត់ភ្លាមនោះលីណាស្រាប់តែស្ទុះអង្គុយដោយខ្ញុំមិនដឹងថានាងភ្ញាក់តាំងពីពេលណានោះទេនាងមិនងាកមកមើលខ្ញុំទេនាងគ្រាន់តែនិយាយសំឡេងថ្នមថានាងប្រាប់ថានាងឯកាណាស់យប់នោះខ្ញុំមិនហ៊ានដេកទេខ្ញុំអង្គុយរហូតចាំដល់មេឃភ្លឺហើយពេលព្រឹកឡើងខ្ញុំបើកកញ្ចប់នោះភ្លាមក្នុងកញ្ចប់នោះមានខ្សែអំបោះក្រហមវែងមួយស្លឹកឈើស្ងួត3សន្លឹកនិងក្រដាសបត់តូចមួយលើក្រដាសនោះសរសេរថាបើនាងចាប់ផ្ដើមនិយាយជាមួយអ្នកដែលខ្ញុំរូបរាងកុំឆ្លើយតបទៅសំឡេងនោះឲ្យសោះកុំទុកឲ្យនាងនៅតែម្នាក់ឯងហើយសំខាន់ជាងគេកុំឲ្យនាងមើលកញ្ចក់ពេលយប់នៅខាងក្រោមមានឃ្លាមួយទៀតដែលធ្វើឲ្យខ្ញុំកាន់តែរន្ធត់នោះគឺវាមិនចង់បានក្មេងស្រីនោះទេវាចង់ឲ្យអ្នកជឿថាវាចង់បាននាងខ្ញុំអានប្រយោគនោះម្ដងហើយម្ដងទៀតខ្ញុំអានយ៉ាងណាក៏មិនយល់បើវាមិនចង់បាននាងណាចុះវាចង់បានអ្នកណាពេលខ្ញុំអានក្រដាសនោះចប់ខ្ញុំក៏ឃើញលីណាឈរនៅមាត់ទ្វារបន្ទប់ទាំងទឹកមុខចម្លែកនាងសួរខ្ញុំថាបងកំពុងលាក់អីពីខ្ញុំមិនទាន់ទាំងបានឆ្លើយផងនាងក៏ញញឹមតិចតែស្នាមញញឹមនោះមិនមែនស្នាមញញឹមរបស់លីណាដែលខ្ញុំស្គាល់ទេថ្ងៃនោះខ្ញុំសម្រេចចិត្តតាក់ទងមកមករាវិញហើយប្រាប់គាត់គ្រប់យ៉ាងដែលខ្ញុំបានជួបមករាស្ងាត់មួយសន្ទុះមុននឹងប្រាប់ការពិតដែលគាត់លាក់ពីខ្ញុំតាំងពីដើមគាត់និយាយថាច័ន្ទធូមិនបានចងកស្លាប់ដោយសារខូចចិត្តតែមួយរឿងទេមុននាងស្លាប់នាងធ្លាប់និយាយប្រាប់អ្នកភូមិថាមានស្រមោលស្ត្រីម្នាក់ដើរតាមនាងរាល់យប់នាងថាពេលមើលក្នុងកញ្ចក់នាងតែងឃើញមនុស្សម្នាក់ឈរពីក្រោយប៉ុន្មានថ្ងៃមុនស្លាប់នាងចាប់ផ្ដើមនិយាយម្នាក់ឯងនឹងដើរចេញក្រៅផ្ទះពេលយប់ដូចគេហៅខ្ញុំសួរថាមានន័យថាច័ន្ទធូក៏មិនមែនជាដើមរឿងនេះដែរមែនទេមករាឆ្លើយចាស់នៅក្នុងភូមិឆ្លើយថានៅដើមស្វាយនោះមានរបស់មួយកើតឡើងមុនចន្ទធូស្លាប់ទៅទៀតចន្ទធូគ្រាន់តែជាមនុស្សចុងក្រោយដែលវាអស់យប់ប៉ុណ្ណោះខ្ញុំស្ងាត់បាត់មាត់ឈឹងមុននឹងបិទទូរស័ព្ទមករាបន្ថែមមួយឃ្លាទៀតថាបើវាមិនតាមមនុស្សដែលមាននិស្ស័យខ្សោយជាងគេនោះទេវាតាមមនុស្សដែលឆ្លើយតបនឹងវាមុនភ្លាមនោះខ្ញុំស្រាប់តែនឹកឃើញយប់ដំបូងនៅផ្ទះគាត់ពេលលីណាឃើញស្ត្រីឈរក្រោមដើមស្វាយអ្នកដែលបិទវាំងនននិងឆ្លើយតបទៅវាមុនគឺជាខ្ញុំចាប់ពីពេលនោះមកខ្ញុំចាប់ផ្ដើមពិនិត្យគ្រប់សកម្មភាពដែលកើតឡើងតាំងពីយើងត្រឡប់មកវិញស្នាមទឹកលើជញ្ជាំងកើតពេលខ្ញុំទៅងូតទឹកម្នាក់ឯងសំឡេងខ្សឹបខ្ញុំជាអ្នកឮមុនលីណាស្រមោលនៅចុងក្រែខ្ញុំជាអ្នកឃើញមុនហើយរាល់ពេលលីណានិយាយថាមាននរណាម្នាក់ឈរពីក្រោយក្នុងកញ្ចក់នាងតែងតែមើលទៅក្រោយក្នុងខ្ញុំក្នុងកញ្ចក់ខ្ញុំចាប់តាមភ័យក្នុងចិត្តថាប្រហែលខ្ញុំយល់ខុសទាំងអស់វាមិនមែនកំពុងស្ថិតនៅក្នុងខ្លួនលីណាទេវាគ្រាន់តែប្រើលីណាដើម្បីឲ្យខ្ញុំបាត់បង់ការប្រុងប្រយ័ត្នប៉ុណ្ណោះយប់នោះខ្ញុំសាកធ្វើដូចជាគ្មានរឿងអ្វីកើតឡើងខ្ញុំនាំលីណាចូលដេកលឿនជាងរាល់ដងហើយលាក់កញ្ចក់ទាំងអស់នៅក្នុងបន្ទប់ខ្ញុំចងខ្សែអំបោះក្រហមនៅនឹងដៃនាងនិងដៃខ្ញុំទាំងពីររហូតដល់ម៉ោង 3 ជិតភ្លឺអ្វីគឺធម្មតា
ខ្ញុំគិតថាប្រហែលយើងអាចឆ្លងផុតរឿងនេះបានហើយតែភ្លាមនោះខ្ញុំឮសំឡេងគោះទ្វារបន្ទប់ទឹកពីក្នុងផ្ទះបន្ទប់ទឹកនោះគ្មានអ្នកណានៅទេខ្ញុំច្បាស់ណាស់ព្រោះខ្ញុំទៅតែចេញមកសោះលីណាភ្ញាក់ឡើងហើយចង់ងើបទៅមើលប៉ុន្តែខ្ញុំចាប់ដៃនាងជាប់មិនឲ្យនាងទៅខណៈនោះសំឡេងគោះនៅតែបន្តបន្ទាប់មកក៏មានសំឡេងស្ត្រីម្នាក់និយាយពីក្នុងបន្ទប់ទឹកថាលីណាជួយផឹកឲ្យខ្ញុំផងលីណានៅស្ងៀមនាងចាប់ដៃខ្ញុំវិញយ៉ាងខ្លាំងហើយខ្សឹបថានាងកំពុងហៅបងមិនមែនហៅខ្ញុំទេខ្ញុំចាប់ផ្ដើមព្រឺសម្បល់ភ្លាមខ្ញុំមិនដឹងថាខ្ញុំដឹងរឿងនេះបានយឺតប៉ុណ្ណាទេគ្រប់យ៉ាងតាំងពីដើមមកគឺវាសំដៅមកលើខ្ញុំសោះឯលីណាគ្រាន់តែជាមនុស្សដែលឃើញមុនខ្ញុំប៉ុណ្ណោះតែអ្នកដែលវាចង់បានពិតគឺជាខ្ញុំសំឡេងក្នុងបន្ទប់ទឹកចាប់ផ្ដើមសើចតិចបន្ទាប់មកទ្វារបន្ទប់ទឹកក៏ចាប់ផ្ដើមបើកជឿៗដោយខ្លួនឯងក្នុងទឹកក្នុងបន្ទប់ទឹកក៏ហូរចេញមកតាមឥដ្ឋមកដល់ក្រែគេងក្នុងភាពងងឹតនោះខ្ញុំឃើញស្ត្រីម្នាក់ឈរដែលនាងមានសក់សើមជោកអោងក្បាលមករកខ្ញុំឃើញមុខនាងហើយខ្ញុំដឹងថានាងមិនមែនជាច័ន្ទធូទេនាងចាស់ជាងពាក់អាវបុរាណសនិងមុខស្លេករលេះរលួយនិងមានក្លិនស្អុយដូចមនុស្សលងទឹកឬស្លាប់ជាយូរមកហើយនាងញញឹមតិចហើយនិយាយថានៅទីបំផុតអ្នកក៏ឃើញខ្ញុំដែរខ្ញុំស្រែកហៅលីណាឲ្យរត់ចេញតែពេលខ្ញុំងាកមើលទៅនាងលីណាមិននៅលើគ្រែទេនាងបានរត់ចេញទៅក្រៅបន្ទប់ភ្ញៀវខ្ញុំឃើញនាងកំពុងឈរមើលមកខ្ញុំព្រមទាំងមានទឹកភ្នែកហូរពេញមុខនាងស្រែកថាបងកុំមើលវានៅពីក្រោមបងខ្ញុំនឹងថាខ្ញុំមិនគួរងាកក្រោយទេតែខ្ញុំបែរជាធ្វើវាហើយក៏ជាមនុស្សកំហុសដ៏ធំបំផុតក្នុងជីវិតខ្ញុំដែរពេលខ្ញុំងាកមើលក្រោយមុខស្ត្រីនោះគឺអោនមកទល់នឹងមុខខ្ញុំរហូតខ្ញុំទទួលបានក្លិនសាច់ស្អុយរលេះរលួយនឹងទឹកនៅលើខ្លួននាងភ្នែកនាងធំខ្មៅស្រអាប់ហាក់ដូចជាមិនមានក្របភ្នែកទេហើយបបោមាត់នាងញញឹមផងសាយផងរហូតមកដល់ចិត្តត្រជាខ្ញុំនាងលើកដៃដ៏ត្រជាក់មកប៉ះមុខខ្ញុំហើយខ្សឹបថាអ្នកត្រូវត្រឡប់មកជាមួយខ្ញុំបន្ទាប់មកខ្ញុំមិនដឹងអ្វីទៀតទេពេលខ្ញុំដឹងខ្លួនវិញគឺខ្ញុំកំពុងនៅក្នុងវត្តមួយនៅទីនោះមានលីណាមករានិងព្រះសង្ឃពីរអង្គនៅជិតខ្ញុំលីណាយំយ៉ាងខ្លាំងហើយនិយាយថាខ្ញុំសន្លប់ពេញមួយយប់នឹងមានអាការៈមិនដូចខ្លួនឯងនោះទេព្រះសង្ឃមួយអង្គមានសង្ឃនៃការថាខ្ញុំត្រូវបានអ្វីមួយតាមមកហើយយប់នោះវាស្ទើរតែអាចគ្រប់គ្រងខ្លួនខ្ញុំបានទៅហើយបន្ទាប់មកខ្ញុំសួរថាចុះលីណាវិញព្រះអង្គថាលីណាគ្មានបញ្ហាទេនាងគ្រាន់តែអាចមើលឃើញវិញ្ញាណច្បាស់ជាងមនុស្សធម្មតាទើបคล้ายតែជាអ្នកដែលដឹងរឿងមុនគេតែគោលដៅរបស់វាមិនមែនលីណាឡើយពេលនោះទើបខ្ញុំយល់ច្បាស់ថាការពិតខ្មោចនោះមិនមែនតាមលងមិត្តស្រីខ្ញុំទេតែវាកំពុងប្រើមិត្តស្រីខ្ញុំដើម្បីមកតាមរកខ្ញុំបន្ទាប់ពីទៅវត្តនិងស្រែកទឹកមន្តជាច្រើនដងអ្វីហាក់ដូចជាធូរស្រាលមកធម្មតាវិញខ្ញុំនិងលីណាបានផ្លាស់ប្ដូរទៅនៅបន្ទប់ថ្មីចាប់តាំងពីពេលនោះមកនាងក៏លែងឃើញស្ត្រីក្នុងកញ្ចក់ហើយខ្ញុំក៏លែងឮសំឡេងគោះទ្វារឬបង្អួចពេលយប់ដែរខ្ញុំគិតថារឿងគ្រប់យ៉ាងវាបានចប់ហើយប៉ុន្តែជាច្រើនខែកន្លងមកខ្ញុំខំធ្វើដូចជាមិនមានរឿងអ្វីកើតឡើងខ្ញុំព្យាយាមបំភ្លេចនិងមិននិយាយពីវាទៀតទេរហូតដល់យប់មួយកាលពីខ្ញុំត្រឡប់មកពីធ្វើការយឺតជាងធម្មតាព្រោះត្រូវធ្វើការថែមម៉ោងលីណាក៏មិនទាន់មកដល់ផ្ទះដែរខ្ញុំចូលងូតទឹកហើយពេលបិទទឹករួចខ្ញុំងឿយមើលកញ្ចក់ដើម្បីលាងមុខនៅក្នុងកញ្ចក់នោះខ្ញុំឃើញមុខខ្លួនឯងនិងឃើញខ្លួនឯងឈរខ្ញុំក៏បានឈរមើលខ្លួនឯងមួយផ្លែតហើយបន្ទាប់មកខ្ញុំឃើញអ្វីមួយដែលធ្វើឲ្យខ្ញុំស្ទើរតែទន់ជង្គង់នៅ
ពីក្រៅខ្ញុំក្នុងកញ្ចក់មានស្ត្រីម្នាក់មានសក់សាមជោគកំពុងឈរជិតស្មាខ្ញុំងាកមើលក្រោយភ្លាមប៉ុន្តែខាងក្រៅខ្នងខ្ញុំគ្មានអ្វីនោះទេពេលខ្ញុំងាកមកមើលកញ្ចក់វិញស្ត្រីនោះគឺនៅតែឈរនៅទីនោះហើយថែមទាំងញញឹមដាក់ខ្ញុំប៉ុន្តែស្នាមញញឹមនោះខ្ញុំឃើញបបោមាត់នាងកម្រើកយឺតនិយាយមួយម៉ាត់ដោយមិនអាចបំភ្លេចថាខ្ញុំមិនដែលទៅណាទេបន្ទាប់ពីឮពាក្យនោះរួចខ្ញុំក៏លែងដឹងអ្វីទាំងអស់លុះព្រឹកឡើងក្រោយពីភ្ញាក់ដឹងខ្លួនវិញខ្ញុំដឹងថាគឺខ្ញុំនៅក្នុងវត្តនោះដដែលហើយលីណាក៏មកជិតខ្ញុំហើយប្រាប់ពីរឿងរ៉ាវយប់មិញថាក្រោយពីនាងមកដល់ផ្ទះនាងឃើញថាបន្ទប់មិនចាក់សោនោះទេនោះមានន័យថាបងប្រកាសជាមកដល់បន្ទប់ប៉ុណ្ណហើយប៉ុន្តែផ្លាច់ត្រង់ថាពេលនាងចូលដល់បន្ទប់មិនឃើញមាននរណាទេគឺបន្ទប់ស្ងាត់ឈឹងប៉ុន្តែលុះងាកទៅមើលបន្ទប់ទឹកស្រាប់តែឃើញខ្ញុំកំពុងដេកសន្លប់នៅក្នុងនោះនាងក៏ស្រែកហៅអ្នកជាប់បន្ទប់ឲ្យមកជួយនិងបានបញ្ជូនខ្ញុំទៅវត្តនេះដើម្បីឲ្យព្រះសង្ឃជួយបន្ទាប់ពីដឹងរឿងនោះហើយអ្នកទាំងពីរនាក់ក៏សូមឲ្យព្រះសង្ឃជួយធ្វើយ៉ាងណាក៏ដោយឲ្យអាចរួចខ្លួនពីស្ត្រីនោះបានព្រះសង្ឃក៏បានប្រាប់ថាគឺមានតែវិធីមួយប៉ុណ្ណោះគឺការធ្វើពិធីផ្ដាច់និស្ស័យពិធីនេះគឺតម្រូវឲ្យខ្ញុំដេកនៅក្នុងក្តារមឈូសរយៈពេល1យប់ពេញព្រះសង្ឃបានប្រាប់ខ្ញុំថាបើសិនមើលឮសំឡេងអ្វីមួយចម្លែកឬឮអ្នកណាហៅឈ្មោះកុំឆ្លើយឲ្យសោះធ្វើយ៉ាងណាក៏ដោយគឺត្រូវតែនៅក្នុងក្តារមឈូសនេះឲ្យបានចប់ពិធីសិនលុះដល់ពេលធ្វើពិធីយប់នោះខ្ញុំភ័យខ្លាចខ្លាំងណាស់ស្ទើរតែរត់ចេញពីទីនោះក៏ប៉ុន្តែដើម្បីឲ្យខ្លួនឯងរួចផុតពីស្ត្រីនោះខ្ញុំត្រូវតែទ្រាំនៅក្នុងយប់នោះពេលប្រលប់មិនសូវអីនោះទេក៏ប៉ុន្តែបន្ទាប់ពីឈានចូលដល់ពាក់កណ្ដាលយប់ស្រាប់តែមានសំឡេងឆ្កែព្រុសនិងលូយ៉ាងអើងកងពេញវត្តខណៈនោះខ្ញុំស្រាប់តែឮសំឡេងមនុស្សដើរជុំវិញក្តារមឈូសប៉ុន្តែខ្ញុំដឹងច្បាស់ថានោះមិនមែនជាសំឡេងមនុស្សទេមួយសន្ទុះក្រោយមកសំឡេងដើរនោះក៏ស្ងាត់ប៉ុន្តែជំនួសមកវិញដោយសំឡេងស្រែកហៅឈ្មោះខ្ញុំពេលនោះទើបខ្ញុំដឹងថាសំឡេងដើរនិងសំឡេងហៅឈ្មោះខ្ញុំនោះគឺជាវិញ្ញាណស្ត្រីដែលតាមខ្ញុំមកពីផ្ទះរបស់មករាដោយគោរពតាមពាក្យរបស់ព្រះសង្ឃខ្ញុំបានព្យាយាមអត់ធ្មត់ពេញមួយយប់ទាំងភ័យខ្លាចលុះព្រឹកឡើងព្រះសង្ឃក៏បានធ្វើពិធីបន្តិចបន្តួចបន្ថែមទៀតរួចលោកក៏មានសង្ឃនៃការថាពិធីនេះចប់ហើយចាប់ពីពេលនេះទៅគឺមិនមានរឿងអ្វីកើតឡើងទៀតនោះទេក៏ប៉ុន្តែខ្ញុំត្រូវព្យាយាមបំភ្លេចនិងមិនត្រូវគិតពីរឿងនោះទៀតទេបន្ទាប់ពីនោះខ្ញុំនិងមិត្តស្រីរបស់ខ្ញុំក៏បានថ្វាយបង្គំលាព្រះសង្ឃត្រឡប់មកបន្ទប់វិញកន្លងមកជាយូរពួកយើងទាំងពីរក៏បានដូរកន្លែងរស់នៅហើយក៏បានបង្កើតជាគ្រួសារតូចមួយនៅស្រុកខាងលីណាមកទល់សប្តាហ៍នេះខ្ញុំនិងភរិយារបស់ខ្ញុំគឺលីណាក៏មិនដែលបានឃើញវិញ្ញាណស្ត្រីនោះទៀតដែរក៏ប៉ុន្តែពួកយើងទាំងពីរក៏នៅតែព្យាយាមធ្វើបុណ្យនិងឧទ្ទិសកុសលដល់វិញ្ញាណអនាថាទាំងអស់ជាពិសេសវិញ្ញាណស្ត្រីនោះដើម្បីឲ្យនាងឆាប់បានទៅចាប់ជាតិអូខេបងប្អូននេះគឺជាសាច់រឿងដែលចែករំលែកដល់បងប្រុសដែលក៏បានចែករំលែកសាច់រឿងនេះសម្រាប់បងប្អូនទាំងអស់គ្នាស្ដាប់ហើយវាក៏ចប់ដែរគាត់បានចែករំលែកបានត្រឹមនេះហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាចាប់ពីដើមរហូតដល់ចុងបញ្ចប់